ស្ដីបងប្អូនថ្នាក់ទី7សម្រាប់ឧបជាគណិតវិទ្យាត្រៀមប្រឡងឆមាសវិទ្យាសាស្ត្រត្រៀមប្រឡងឆមាសលើកទី1ប្រចាំឆ្នាំ2026ចឹងអ្នកគ្រូក្រងនឹងចេញលំហាត់ប្រភេទអញ្ចឹងតែអត់តន់ឲ្យចម្លើយទេគឺទុកឱកាសឲ្យយើងយកទៅគិតបានមួយរាត្រីសិនបើមានចម្ងល់កន្លែងណាអាចមិនសួរអ្នកគ្រូណាដូចជាទី1ក៏យើងគូសគ្រីសក្នុងប្រអប់ចម្លើយត្រឹមត្រូវចឹងក្នុងចំណោមមួយសំណួរមាន3ចម្លើយអស់4ចម្លើយចឹងចម្លើយត្រឹមត្រូវមានតែ1ទេចឹងយើងយកទៅសាកគិតមើលកន្លែងណាច្បាស់អ្នកគ្រូដាក់ឲ្យច្បាស់ឲ្យចឹងសាកយកទៅគិតឲ្យសំណួរទី2គឺចូលបំពេញចន្លោះដែលយើងត្រូវចេះនៅខ្លឹមសារមេរៀនមានថាត្រូវសន្តិចមេរៀនឡើយនេះហ៎ចឹងយកទៅមើលត្រួសទៅហើយនេះគ្រាន់តែត្រៀមណាតែពេលវិទ្យាសាស្ត្រមែនតែនចេញប្រហែលគ្នាគ្រាន់តែថាអាចចេញមេរៀនផ្សេងខ្លះតែស្ថិតនៅក្នុងមេរៀនដែលយើងរៀនហើយណាមេរៀនដែលយើងរៀនហើយអត់មានចេញលើសពីមេរៀនដែលយើងរៀនហើយទេអត់បាច់ភ័យទេណាហើយសំណួរទី3គឺគូគងនេះបាន15បន្ទុកមាន5សំណួរគេសួរថា1ក្រាតស្មើប្រមាណចឹងចម្លើយនៅក្នុងខ្ទង់ B នេះនឹងកឬខទេអញ្ចឹងដល់ពេលចម្លើយយើងដាក់ថាទី1ត្រូវអក្សរអីមិនបាច់ដាក់លេខមកទេណាទី1ត្រូវអក្សរកឬក៏អក្សរខអញ្ចឹងដាក់តែអក្សរមកអក្សរមកបានហើយទៅនៅសល់មួយចំហៀងទៀតនេះរហូតដល់សំណួរទី3ទី4ទី5គូគងមាន5ណាជឿតែគិតខ្លួនឯងទៅហើយលំហាត់លេខ3សំទោសលំហាត់លេខ4 20បន្ទុកកណនីគេឲ្យយើងធ្វើប្រមាណវិធីអញ្ចឹងកណនីប្រមាណវិធីលើមុំអញ្ចឹងកអ្នកគ្រូឲ្យយើងបូកមុំប្រវាស់មុំគិតជាដឺក្រេមីនិតហើយនឹងសកុងណាអញ្ចឹងយើងកណនីមកបូកដកមិនត្រូវកាន់ទុកត្រាទុកអីមិនអ្នកគ្រូបរៀនហើយអញ្ចឹងយកទៅមើលរៀនធ្វើមកធ្វើចម្លើយដល់ចេញហើយអ្នកគ្រូប្រឡងមិនចេញលេខអញ្ចឹងណាប៉ុន្តែលំនាំប្រហែលគ្នាអញ្ចឹងអាចយើងកណនីស្នឹកដៃទៅប្រឡងចេញយ៉ាងម៉េចក៏ចេះដែរហើយនឹងមានចំណោទ20បន្ទុកហើយមួយទៀតហ្នឹងគឺធនិមាត្រស្រួលទេគឺកណនីមុំដែលថ្ងៃមុនប្រតិបត្តិឲ្យគ្រូបង្រៀនហើយគឺឲ្យយើងធ្វើកន្លែងពេញតារាងហ្នឹងកណនីមុំណាធ្វើលេខដកឬធ្វើលេខបូកអីណាហើយចំណោទនេះជំពាក់សិនព្រោះអត់តាន់បានតែងអញ្ចឹងចាំស្អែកដោយសារឥឡូវនេះជប់ដែរអ្នកគ្រូរវល់កាច់ផ្កាផងអញ្ចឹងយើងស្អែកចាំយកចំណោទណាឥឡូវរៀនធ្វើលំហាត់ផ្សេងសិនទៅហើយឆ្ងល់អីអាចខមមិនសួរមិនយល់ឯណាចាំស្អែកអ្នកគ្រូធ្វើចម្លើយឲ្យហើយបញ្យល់យើងណា